បញ្ហាលើជាតិអាស៊ីតមានរោគសញ្ញាអ្វីខ្លះដើម្បីឲ្យបងប្អូនងាយស្រួលក្នុងការកត់សម្គាល់បាននៅក្នុងថ្ងៃនេះនឹងខ្ញុំមានរោគសញ្ញាមួយចំនួនចង់មកចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែមានបញ្ហានេះនៅពេលដែលបងប្អូនមានបញ្ហាឡើងជាតិអាស៊ីតកម្រិតដំបូងបងប្អូនតែងតែមានអារម្មណ៍ថាឈឺតាមម្រាមដៃម្រាមជើងមានបញ្ហាក្តៅក្រហាយតាមបាតដៃបាតជើងក្តៅខ្លាំងតាមចុងដៃចុងជើងមានបញ្ហាគាំងឡើងហើមតាមសន្លាក់ឈឺចាក់ញយតាមម្រាមដៃម្រាមជើងរបស់ពុកម៉ែបងប្អូនមានអារម្មណ៍ថាតឹងពិបាកនៅក្នុងការធ្វើចលនាពិបាកក្តាប់ពិបាកលាមានអារម្មណ៍ថាឡើងហើមឡើងក្រហមឬក៏មានឡើងដុំពកតាមម្រាមដៃម្រាមជើងរបស់ពុកម៉ែបងប្អូនប្រសិនបើពុកម៉ែបងប្អូនមានអាការៈទាំងអស់នេះគឺបញ្ជាក់ថាពុកម៉ែបងប្អូនកំពុងតែមានបញ្ហាឡើងជាតិអាស៊ីតហើយដូច្នេះសម្រាប់ពុកម៉ែបងប្អូនដែលមានបញ្ហានេះសូមធ្វើការដោះស្រាយបញ្ហានេះឲ្យបានត្រឹមត្រូវហើយប្រសិនបើមានបញ្ហានេះហើយពិបាកក្នុងការដោះស្រាយនឹងខ្ញុំសូមណែនាំជាមួយនឹងផលិតផលបំពេញសុខភាពវីហូបសម្រាប់ផលិតផលបំពេញសុខភាពវីហូបនេះគឺអាចដោះស្រាយទៅលើបញ្ហាពុកម៉ែបងប្អូនបានយ៉ាងមានប្រសិទ្ធភាពខ្ពស់ពុកម៉ែបងប្អូនចង់បានដំណោះស្រាយកុំភ្លេចទំនាក់ទំនងតាមលេខ Telegram របស់នាងខ្ញុំបាន